សួស្តីបងប្អូនបេក្ខជនបាក់ឌុបទាំងអស់គ្នាឥឡូវនេះយើងចូលមកកាន់សំណួរប្រវត្តិវិទ្យាទាំងអស់គ្នាហើយសំណួរទាំងអស់នេះគឺចង់សួរថាសំណួរទី1តើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានជាមួយនឹងប្រទេសជិតខាងនាំមកនូវផលប្រយោជន៍អ្វីខ្លះដល់កម្ពុជាសំណួរទី2គឺចង់សួរថាចូលរៀបរាប់ពីបញ្ហាសន្តិសុខស្បៀងនៅលើពិភពលោកហើយសំណួរទាំងពីរនេះនៅក្នុងប្រវត្តិវិទ្យាវាសំខាន់ដូចគ្នាហើយយើងមិនអាចដឹងថាវាអាចចេញមួយណាពិតប្រាកដអញ្ចឹងមានតែយើងគួរតែត្រៀមទុកក្នុងការឥឡូវនេះយើងចូលមកដល់ចម្លើយគឺឆ្លើយថាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានជាមួយនឹងប្រទេសជិតខាងនាំមកនូវផលប្រយោជន៍ដល់កម្ពុជាដូចជាទី1ខាងវិស័យនយោបាយកម្ពុជាលែងនៅឯកោទៅទៀតកម្ពុជាបានឈរស្មើមុខមាត់ជាមួយប្រទេសនានាជាសមាជិកអាស៊ានទាំង10បានចូលរួមរាល់ការសម្រេចចិត្តនានាក្នុងតំបន់កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការប្រជុំអាស៊ានចំនួន3លើកគឺនៅឆ្នាំ2002និងឆ្នាំ2012មានការចូលរួមពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់អូបាម៉ានៅឆ្នាំ2022មានការចូលរួមដោយលោកโจ Bidenចំណុចទី3ខាងសេដ្ឋកិច្ចកម្ពុជាក្លាយជាកន្លែងវិនិយោគដ៏គួរឲ្យទាក់ទាញរបស់បណ្ដាប្រទេសក្នុងតំបន់ការធ្វើពាណិជ្ជកម្មងាយស្រួលជាងមុនគ្មានរបាំងពន្ធគយប្រជាជនអាចរកការងារធ្វើទាំងក្នុងនិងក្រៅតំបន់កំណើនភ្ញៀវទេសចរដែលបង្កើនការងារនិងប្រាក់ចំណូលដល់ប្រជាជននិងប្រទេសជាតិសេដ្ឋកិច្ចកម្ពុជាមានកំណើនជារៀងរាល់ឆ្នាំនិងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ2030និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ2050ខាងមុខសំទោសអ្នកទាំងអស់គ្នាមិញនេះចំណុចទី2ខ្ញុំច្រឡំចំណុចទី3ចំណុចទី3នេះគឺខាងសង្គមទទួលបាននៅកិច្ចសហការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខសង្គមទប់ស្កាត់នៅការជួញដូរមនុស្សគ្រឿងញៀននិងអំពើភេរវកម្មការជួញដូរអាវុធលាងលុយកខ្វក់ការជួយគ្នាទៅវិញទៅមកតាមរយៈការផ្ទេរបទពិសោធន៍ចំណេះដឹងដល់អាហារូបករណ៍ដល់មន្ត្រីយុវជនកម្ពុជាសម្រាប់ការរៀនសូត្រនិងទទួលបានឱកាសការងារល្អៗជាច្រើនបន្ទាប់មកចម្លើយទី2បញ្ហាសន្តិសុខស្បៀងដែលពិភពលោកកំពុងជួបប្រទះមានដូចជាបញ្ហាកង្វះគ្រឿងឧបភោគបរិភោគខ្វះអាហារូបត្ថម្ភបញ្ហាប្រឈមនឹងគ្រោះទុរភិក្សអត់ឃ្លានបញ្ហាដំណើរការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកការប្រកួតប្រជែងខាងសេដ្ឋកិច្ចបញ្ហារបបកំហើញផ្នែកបច្ចេកវិទ្យានិងបច្ចេកទេសថ្មីបញ្ហាអត្រាកំណើនប្រជាជនលើពិភពលោកការប្រើប្រាស់ថាមពលឧស្ម័នកាបូនិកផ្សែងពុលការប្រើប្រាស់ដីនិងថ្នាំសម្លាប់សត្វល្អិតមិនបានសមស្របបញ្ហាគ្រោះធម្មជាតិបញ្ហាសង្គ្រាមបញ្ហាការកាប់បំផ្លាញព្រៃការជីកយករ៉ែបញ្ហាដីមានស្រទាប់មានឬគ្រាប់មិនទាន់ផ្ទុះ